អ្នកដាក់តម្លៃនំប៉ោងមួយគ្រាប់10000យន់យ៉ាងច្បាស់មនុស្សគ្រប់គ្នាគិតថាអ្នកច្បាស់ជាឈួតនឹងលុយហើយតែគេមិនដឹងថាអ្នកកំពុងតែលក់ខាតនោះទេគ្រាន់តែដើម្បីបំពេញភារកិច្ចដែលគ្រូបានប្រកល់ឲ្យឥឡូវនេះអ្នកបានចេញលក់អស់មួយសប្តាហ៍ជាប់គ្នាហើយតែមិនទាន់លក់នំប៉ោងដាច់សម្បីតែមួយគ្រាប់នៅពេលដែលអ្នកកំពុងថ្ងៃនេះប្រហែលជាហត់ឥតប្រយោជន៍ទៀតហើយសប្តាហ៍មានសម្លេងគួរឲ្យរំខានទៀតមានហ្វេនប្រាប់ថានៅក្នុងច្រកយន្តហែងនេះមានតូបលក់អាហារលក់នំប៉ោងមួយគ្រាប់ដល់ទៅ10000យន់ថ្ងៃនេះពួកយើងមកមើលទាំងនំប៉ោងស្អីទៅដែលហ៊ានលក់ថ្លៃដល់ថ្នាក់ហ្នឹងអ្នកងើបភ្នែកមើលទៅក៏ឃើញបុរសថតម្នាក់កំពុងឈរនៅមុខតូបឃើញគាត់ងើបក្បាលមើលស្លាកយីហោរួចក៏សួរថាថៃកែតូចតើនំប៉ោងរបស់អ្នកមានសាច់ងាកមែនទេឬមួយញ៉ាំហើយអាចរស់បានយូរអង្វែងតើនំប៉ោងនេះមានអីអស្ចារ្យបានជាហ៊ានលក់10000យន់ខ្ញុំមើលទៅគាត់មួយហើយឆ្លើយយ៉ាងស្ងប់ស្ងាត់ថាអ្នកញ៉ាំទៅនឹងដឹងហើយហូមានចរិតមនុស្សដែលហ៊ានប្រអើក្រទុំបែបទូទៅសុទ្ធតែមានសមត្ថភាពពិតប្រាកដថៃកែយកឲ្យខ្ញុំមួយមកគាត់និយាយបែបនេះខ្ញុំក៏សម្លឹងមើលគាត់ពីអ្នកប្រកបទេពិតជាប្រកបហើយមិនដែរខ្លាចខ្ញុំមិនមើលគាត់ដោយធម្មតាបើអ្នកជាអ្នកចេះដឹងរឿងអាហារអ្នកនឹងមិនបដិសេធមិនបងលើសម្ដីធំមែនបុរសថតម្នាក់នោះអស់សំណើចនឹងភាពជឿជាក់របស់អ្នកកុំបារម្ភអីមិនថាឆ្ងាញ់ឬមិនឆ្ងាញ់តែអ្នកតម្លៃច្បាស់លាស់ខ្ញុំនឹងបងតាមនឹងបើមិនឆ្ងាញ់ខ្ញុំចាត់ទុកថាខ្លួនឯងសេចចុះខ្ញុំមិននិយាយអ្វីគ្រាន់តែញកក្បាលរួចរុញឡើងសឹងមួយទៅមុខបុរសថនោះនំប៉ោងស៊ុបពងក្តាមកម្រិតសូមអញ្ជើញភ្លុកបងស្រីជីដូមួយយកកាមេរ៉ាទូរស័ព្ទមកជិតមកអ្នកទាំងអស់គ្នាដល់ពេលមកមើលភាពអស្ចារ្យហើយនិយាយចប់ក៏បើកុំស្រាប់តែឃើញនៅនំប៉ោងពណ៌លឿងដូចពងរត់តាមមួយគ្រាប់មើលតាមសម្បកនំប៉ោងអាចមើលឃើញយ៉ាងច្បាស់នៅខាងក្នុងទឹកស៊ុបពណ៌មាសកំពុងតែរំភើបតិចហើយនៅចំបណ្ដាទឹកស៊ុបពណ៌មាសនោះសាច់ក្តាមពណ៌កាជូរក្រហមលេចឡើងព្រាវដូចជាបេះដូងដែលកំពុងលោតនៅលើកំពូលនំប៉ោងតែមានស្នាមផ្នត់ដល់ទៅ35កើតបានជាទម្រង់មាត់ត្រីយ៉ាងល្អនេះចង់បន្តិចតែមិនបញ្ចេញកម្ដៅមកក្រៅឡើយហេងជីនិងអ្នកទស្សនាក្នុងការផ្សាយតទាំងអស់គ្នាស្រឡាញ់កាន់នំប៉ោងនៅចំពោះនេះមិនមែនជាអាហារនេះគឺជាស្នាដៃសិល្បៈមួយយ៉ាងពិតតែរបស់នេះមានពិតមែនឬហើយអ្វីមើលទៅខ្លះដូចជាប៉ោងៗអញ្ចឹងរូបរាងមើលទៅមិនអន់ទេប្រហែលជាប្រាកៅអ្វីម្យ៉ាងឬក៏សារធាតុគីមីផ្សំឡើងទេដឹងបច្ចេកវិទ្យាសម័យនេះមានល្បិចគីមីច្រើនណាស់និយាយបណ្ដាគាត់ក៏លុបដៃទៅយកមកភ្លុកបណ្ដាខ្ញុំក៏ប្រញាប់គាត់រួចដកបំពង់បឺតូចឆ្មាមួយចេញមកនិងចានប៉សែលឡែនពណ៌ស្ទូចមួយទៀតលើកនំប៉ោងដាក់ជូនហេងជីយ៉ាងប្រុងប្រយ័ត្នចុះរុនសិនចាំបឺតទឹកស៊ុបញ៉ាំមួយម៉ាត់ឈ្ងុយពេញមាត់ចាំថាអ្នកមានពេលតែ3នាទីប៉ុណ្ណោះក្រោយ3នាទីសេចក្ដីភាពទឹកស៊ុបនឹងធ្លាក់ចុះក្រោម65អង្សាររសជាតិឆ្ងាញ់នឹងបាត់បង់30%ដល់ពេលនោះវានឹងក្លាយជាសម្រាប់ហេងជីសម្រាប់ខ្ញុំបន្តិចស្រស់ល្អយ៉ាងនេះនិយាយរួចគាត់ក៏យកចាក់ចូលមាត់ត្រីនៅលើកំពូលនំប៉ោងខ្នងនៅខណៈដែលបំពង់បឺតចាក់ធ្លីសម្បកបន្តិចក្លិនក្រអូបឈ្ងុយឈ្ងុយដែលមិនអាចពិពណ៌នាបានភីចេញពីរន្ធតូចប៉ុនចុងចូលនោះបាញ់ចេញមកយ៉ាងខ្លាំងមួយរំពេញជីមានអារម្មណ៍ថាដូចជាត្រីគេគូក្បាលឲ្យភ្ញាក់ក្លិនក្រអូបនោះបានហោះចូលច្រមុះទៅដល់គូក្បាលបំផ្លាញរាល់ការទប់ទល់ក្នុងចិត្តរបស់គាត់ភ្លាមទឹកមាត់របស់គាត់ចាប់ដើមហូរចេញមកកញ្ជុកមនុស្សម្នាក់ដែលឈរមើលនៅជុំដើមឡើយកំពុងតែនិយាយរីនៅខណៈនេះគ្រប់គ្នាហាក់ដូចជាត្រូវគេសណ្ដោឲ្យចូលថ្មក្លិនអីក៏ក្រអូបម្លេះព្រះឲ្យតើនេះជាអ្វីខ្ញុំចង់ញ៉ាំណាស់មនុស្សម្នាចាប់ដើមមានភាពភ្នែករត់មិនអស់សម្លឹងមើលនំប៉ោងក្នុងដៃថៃជីមិនដាក់ភ្នែកពេលនេះគាត់លេងខ្វល់ពីការឡាយតទៀតហើយគាត់បានបឺតទូយោនោះយ៉ាងខ្លាំងទឹកស៊ុបពណ៌មាសហូរចូលក្នុងមាត់តាមទូយោវាទាំងក្តៅទាំងឆ្ងាញ់ដល់កម្រិតកំពូលនៅក្នុងខណៈពេលនោះគាត់ហាក់ដូចជាបានឃើញក្រាមយ៉ាក់មួយដល់ពួកអត់ភ្ញាក់អើកំពុងក្រវីដណ្ដប់ដៃក្នុងសមុទ្រដែលមានរបបយ៉ាងអង្អែលគាត់បានឃើញពងរៀបតកដល់ក្នុងល្ងឃើញស្មាត់សុតាគេដែលនៅមានដំណក់ឃើញទិដ្ឋភាពភ្លៀងរលឹមនៅដំណក់ឡាសាដែលអត់ទុក30ឆ្នាំត្រូវបានបាត់យឺតគាត់មានអារម្មណ៍ថារញ៉េពេញខ្លួនរបស់គាត់ហាក់ដូចជាកំពុងទុះឡើងដែលរំភើបដែលមិនធ្លាប់មានពីមុនមកបានជ្រាបចូលពេញរាងកាយធ្វើឲ្យគាត់ចង់លុតជង្គង់របបជាតែម្ដងអ្នកមើលការឡាយឃើញទឹកមុខរបស់គាត់បែបនេះក៏ចាប់ដើមមានការងឿងឆ្ងល់យ៉ាងខ្លាំងបងគេហេតុអ្វីមិននិយាយអញ្ចឹងឬមួយក៏វាមិនឆ្ងាញ់ប្រហែលជាអ្នកឡាយទៅឆ្នាំពលក៏ហើយមិនបានខ្វល់នឹងការបញ្ចេញទាំងគាត់បានក្រវែងទូយកនំប៉ោងដែលនៅសល់ពោពេញដោយសាច់ក្តាមបោះចូលមាត់លេបយកតែម្ដងសម្បកនំដ៏ស្ដើងបានរលីងនៅលើចុងអណ្ដាតបន្ទាប់មកគឺរសជាតិខ្លាំងក្តាមដ៏ឈ្ងុយឆ្ងាញ់ភាពស្រួយនៃផ្សិតម៉ាត់ស្នឹងស្រាប់ឯងដែលទូឡើងពេញក្នុងមាត់ប្រៀបដូចជាតន្ត្រីដ៏អស្ចារ្យមួយបាត់កំពុងប្រំឡើងគាត់បានបិទភ្នែកស្រាប់តែទឹកភ្នែកពីដំណក់ហូរចុះតាមកន្ទុយភ្នែកខ្ញុំញ៉ាំបន្តិចនៅជ្រុងមាត់បើញ៉ាំអស់ហើយដាក់ចានចុះទៅកុំឲ្យស្រក់ទឹកមាត់ដាក់ទូរបស់ខ្ញុំគាត់ក៏បើកភ្នែកឡើងភ្លាមថៅកែនៅមានទីទេទោះអស់ប៉ុន្មានក៏ខ្ញុំទិញដែរខ្ញុំប្រូវីក្បាលអ្នកទិញបានតែមួយគ្រាប់ប៉ុណ្ណោះថ្ងៃនេះលក់អស់ហើយគាត់ចាប់ដើមស្លន់ស្លោរសជាតិដ៏ឈ្ងុយឆ្ងាញ់នោះធ្វើឲ្យគាត់ហាក់ដូចជាបាត់បង់ចក្រាលោកគ្រូខ្ញុំឲ្យ100,000ច្បាប់គឺមនុស្សជាអ្នកបង្ហាញកម្រិតនេះមិនគួរទុកចោលប្រយោជន៍ឲ្យខ្ញុំមួយទៀតមកខ្ញុំសូមអង្វរអ្នកខ្ញុំមិនរំភើបបន្តិចណាឡើយចង់ឲ្យបានត្រឡប់ទៅផ្ទះវិញហើយការឡាយផ្ទាល់របស់គាត់លើកនេះហើយវាបានល្បីពេញអ៊ីនធឺណិតតែអាការៈជួងវិញរបស់ហេងជីបែរជាទាក់ទាញការចាប់អារម្មណ៍ពីខាងមន្ទីរទូតពីនាទីផ្សារអបអរសាទរម្ចាស់ដែលបានសម្រេចរង្វាន់សម្រាប់អ្នកថ្មីកម្លាំងកាយសម្ទីការឡើងពីដងទូបានបំណែកកំបិតរឿងព្រេងនិទានយ៉ាងលេងមួយចំណែកខ្ញុំក្រាបដៃរបស់ខ្ញុំសម្លឹងមើលកម្លាំងនៅក្នុងដៃភ្នែករបស់ខ្ញុំក៏បញ្ចេញពន្លឺពណ៌បែបនេះម្ហូបមួយមុខនោះប្រហែលជាអាចសាកល្បងបានហើយបន្ទាប់ខ្ញុំបានដូរយកគ្រឿងផ្សំនំប៉ោងកំពូលចំនួន3ឈុតពីប្រព័ន្ធពេលមកដល់ផ្សាររាត្រីនៅពេលល្ងាចទូរបស់ខ្ញុំមានមនុស្សមកជុំគ្នាជិត1000នាក់ទៅហើយមានទាំងអ្នកមកឡាយដើម្បីយកយីអូនអ្នកខ្លះទៀតចង់ដឹងថានំប៉ោងនោះពិតឬតែអ្វីដែលខ្ញុំនឹកស្មានមិនដល់តែខ្ញុំតែមានការទៀតប្រមាថចេញពីហ្វុងនោះចេញពីផ្សាររាត្រីទៅឈ្មោះខូចនំប៉ោង10000ចុងមិនទៅប្លន់តែចុះទាំងអស់គ្នាសម្លេងសាយខ្លាំងមួយបានហេងជីដូចជាសត្វតដែលកំពុងខំបានស្ទុះមកឈរនៅពួកអ្នកឯងដឹងស្អីក៏មិនទាន់បានញ៉ាំទេកុំចេញប៉ោងនេះពិតជាមានតម្លៃសមមនុស្សគ្នាមានការញាប់អន់នៅក្នុងឡាយសាប់តែពេញទៅដោយសញ្ញាសួរបងយាយប្រហែលជាត្រូវគេសុបលុយហើយច្បាស់ណាស់ខ្ញុំមិនខ្វល់ពីពួកអ្នកឯកគុណទាំងនេះទេខ្ញុំក៏បានយកនំប៉ោងស្នូគូក្តាមកំពូលចេញមកមួយគ្រាប់តម្លៃ10000ថ្ងៃនេះមានលក់តែ3គ្រាប់អ្នកទិញបានតែមួយគ្រាប់ហើយត្រូវតែញ៉ាំនៅទីនេះភ្លាមមើលទៅប្រហែលជាចង់ឈៀតពេកកំពុងល្បីកាប់លុយហើយរត់បាត់ហើយប៉ុន្តែហេងជីបែរជាត្រេកអរយ៉ាងខ្លាំងថាកែខ្ចប់ឲ្យខ្ញុំផងខ្ញុំយកទាំងអស់ភ្នែករបស់ខ្ញុំមើលទៅភ្នែករបស់ហេងជីដែលឡើងក្រហមដោយសារការចង់បានខ្ញុំប្រូវីក្បាលអ្នកបានញ៉ាំវាកាពីម្សិលមិញរបស់ឆ្ងាញ់មិនគួរញ៉ាំរាងកាយនិងអណ្ដាតរបស់អ្នកត្រូវការពេល24ម៉ោងទៀតដើម្បីរំលាយរបស់កាពីម្សិលមិញថ្ងៃនេះមិនលក់ហេងជីភ័យស្លន់ស្លោថៅកែកុំអីខ្ញុំព្រៀងចង់មកហើយសូមអង្វរឲ្យតែពាក់កណ្ដាលក៏បានដែរទឹកគីនេះធ្វើឲ្យគ្រប់គ្នាស្រឡាញ់កាន់ម្ដងទៀតលុយហុចដល់ដៃហើយបែរទៅធ្វើទឹកគូនេះពិតជាមិនធម្មតាមែនភ្លាមនោះឯងមានសម្លេងចងញៀងមួយបន្លឺឡើងពីក្នុងចំណោមធ្វើពុតជាគ្រូសិលអ្នកមកនោះគឺយកគោកូនអ្នកមានល្បីឈ្មោះនៅក្រុមយ៉ាងចឹងនំប៉ោងទាំង3នេះខ្ញុំយកទាំងអស់តែខ្ញុំមិនមែនទិញយកមកញ៉ាំទេខ្ញុំទិញយកមកឲ្យឆ្កែស៊ីខ្ញុំចង់ឲ្យអ្នករាល់គ្នាបានឃើញថាប៉ាតម្លៃ10000នេះសូម្បីតែឆ្កែក៏មិនជិះស៊ីដែរនិយាយបណ្ដាគាត់ក៏ហួចមួយសម្លេងបណ្ដាពួករត់ពីលើដកកាយសាហាយមួយក្បាលបានលោតចុះពីលើឡានឆ្កែមនុស្សក៏ទុះសំណើចនឹងខ្សែហូបពេញជ្រាវអ្នកប្រុសយកអស្ចារ្យជាសមុខមែនត្រូវតែធ្វើឲ្យបាក់មុខបែបចាំមើលថាតើថៅកែដោះស្រាយយ៉ាងម៉េចបែបនេះភ្នែកខ្ញុំក៏ត្រជាក់ស្រុកយកលុយអ្នកហើយទៅឲ្យឆ្ងាយទៅអ្នកហ៊ានដេញខ្ញុំផងហើយដឹងទេថាខ្ញុំជាអ្នកណាជឿទេថាខ្ញុំនឹងវិកំទេតុរបស់អ្នកឥឡូវនេះរកឃើញការឌឺដងដោយចិត្តនេះអាក្រក់ដំណើរការបេសកកម្មអនុភាពនៃទេវតាមបេសកម្មប្រាវជាតិដ៏ឈ្ងុយឆ្ងាញ់ឥតខ្ចោះធ្វើឲ្យអ្នកឌឺដងលុតជង្គង់ចុះចាញ់រង្វាន់រួមមុនធ្វើតែហ៊ូសាច់មាត់ដែលបានបាត់បង់ខ្ញុំដកដង្ហើមធំមួយគូរួចលូកដៃទៅសង្កត់លើគម្របឆ្នាំទៅអ្នកមិនសម